បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីនៅកន្លែងជាទីរាប់អានគណៈនេះដែរខ្ញុំបកណាខ្ញុំសូមក្រាបថ្វាយបង្គំគុណម្ចាស់គ្រប់ព្រះអង្គហ្នឹងហើយអញ្ចឹងដោយខ្ញុំបកណាបានដាក់ caption នៅលើខាងមុខនេះអញ្ចឹងណាបងប្អូនមិនថារៀនតិចឬច្រើនទេបកកែដូចគ្នាបងប្អូនសំខាន់គឺយើងធ្វើអំពើល្អសច្ចៈទៀងត្រង់សំខាន់មួយទៀតហ្នឹងការខ្ចប់នៅបំរាមគ្រូអញ្ចឹងបានបកកែទៅបានអញ្ចឹងនៅវេលានេះដែរឱកាសនេះដែរខ្ញុំបកណាខ្ញុំនឹងមានការចែករំលែកអំពីមហាកម្រើកហ្នឹងបងប្អូនគុណម្ចាស់ហ្នឹងហើយមហាកម្រើកហ្នឹងសម្រាប់ផ្លុំទៅលើរបស់របរមិនថាកថាមិនថាយន់ក្តីចង់ឲ្យមានប្រសិទ្ធភាពថាកម្រើកឬមិនកម្រើកបងប្អូនបរកម្មបាទបរកម្មហ្នឹងក៏បានច្រើនជាប់ផ្លុំម្ដងបានច្រើនជាប់ផ្លុំម្ដងក៏កាន់តែពិសេសវិសាលដែរអញ្ចឹងគាថានេះដែលខ្ញុំបកណាខ្ញុំចែករំលែកនេះក៏បានសាកល្បងរួចហើយបាទអញ្ចឹងគឺមាន3 4 5មេបងប្អូនគុណម្ចាស់ហ្នឹងហើយអញ្ចឹងក៏ខ្ញុំបកណាខ្ញុំហ្នឹងក៏លើកយកគាថាដែលខ្លីហើយងាយស្រួលរៀនឆាប់ចាំដើម្បីចែករំលែកទៅដល់បងប្អូនគុណម្ចាស់គ្រប់ស្ថាបណៈមិនថាខ្សោយក្តីខ្លាំងក្តីរៀនទៅកាន់តែខ្លាំងហើយបងប្អូនហ្នឹងហើយបាទមិនមែនរៀនទៅកាន់តែអន់ទេណាការរៀនគឺកាន់តែខ្លាំងបាទហើយមិនមែនចេះថាគេរៀនបកកែហេតុអីខ្ញុំក៏មិនបកកែអញ្ចឹងមិនតាន់ដល់ពេលបងប្អូនគុណម្ចាស់មិនតាន់ដល់ពេលអ្នកខ្លះក៏រៀនទៅបរកម្មរហូតដល់បានបកកែអ្នកខ្លះរៀនអញ្ចឹងទៅក៏មិនតាន់បានបកកែអ្នកខ្លះក៏រៀនភ្លាមក៏បានបកកែភ្លាមបាទនិយាយចង់ខុសបាទបកកែផ្លេតអញ្ចឹងទៅណាបាទចឹងហើយបានជាខ្ញុំបកណាខ្ញុំនឹងមានការចែករំលែកអំពីគាថាមហាកម្រើកបាទផ្លុំទៅកម្រើកហើយបងប្អូនហ្នឹងហើយរបស់ណាដែលសុទ្ធដាក់ទៅគឺកម្រើកហើយបាទហើយតែកម្រើកហ្នឹងគឺមានអានុភាពគឺមានអ្វីមកទុំនៅហើយបាទមកទុំនៅឯណាបាទអញ្ចឹងបងប្អូនហ្នឹងហើយនេះគាថាបាទគាថាដែលងាយមែនតើបាទខ្ញុំនឹងសូត្របាទបើមិនសូត្រទេខ្លាចបងប្អូនមិនដឹងថាអក្ខរាវិរុទ្ធហ្នឹងសូត្រយ៉ាងម៉េចយ៉ាងម៉ាទេ7 ចប់ផ្លុំទៅបានច្រើនកាន់តែល្អបាទបានច្រើនកាន់តែល្អបាទផ្លុំទៅ20 30 ចប់ផ្លុំទៅដល់ឲ្យរបស់ហ្នឹងធ្វើម៉េចឲ្យកម្រើកកាលណាតើកម្រើកហើយបានន័យថាយើងជឿជាក់ថារបស់ហ្នឹងពិតជាពូកែបាទមិនផ្លុំទៅនៅស្ងៀមទេណាបងប្អូនបាទក្តៅឲ្យកម្រើកបាទពាក្យថាក្តៅកម្រើកណាបាទមិនទៅផ្លុំទៅស្ងាត់ឈឹងផ្លុំទៅស្ងាត់ឈឹងជួនកាលបងប្អូនផ្លុំទៅគុណម្ចាស់ផ្លុំទៅមិនតន់តែកម្រើកទេតែបើសិនតែយកទៅប្រើទៅគឺអានុភាពតើឡើមានការមានអីចឹងទៅក៏កម្រើកចឹងទៅអាហ្នឹងមួយដែរបាទមិនថាយើងផ្លុំនៅកម្រើកទាំងអស់ទេបាទសំខាន់គឺយើងស្មឹងស្មាតបាទយើងស្មឹងស្មាតដល់បងប្អូនគុណម្ចាស់កាលណាតែយើងស្មឹងស្មាតដែរគឺរបស់ហ្នឹងគឺអារម្មណ៍យើងឌូតដែលយើងផ្លុំរបស់ហ្នឹងគឺកម្រើកហើយបាទខ្ញុំធ្លាប់ទៅផ្លុំអ្នកខ្លះទៅថាលោកគ្រូអើយកម្រើកមែនបាទបុកដៃបុកអីអញ្ចឹងបងប្អូនកុំភ្លេចបងប្អូនណាដែលរៀនហើយថាបកកែបងប្អូនកុំភ្លេចណាបាទជួយខមមិនប្រាប់ផងថាបកកែអញ្ចឹងទៅបាទមិនបកកែមិនដឹងថាធ្វើម៉េចទេបងប្អូនហ្នឹងហើយអញ្ចឹងកុំឲ្យរងចាំយូរចាំខ្ញុំនិយាយតទៀតណាបងប្អូនហ្នឹងហើយបាទហើយគាថាហ្នឹងងាយទេបងប្អូនយើងតាំងនមោចប់អីហើយទៅគាថាផ្លុំឲ្យកម្រើកហ្នឹងណាអញ្ចឹងយើងសូត្រទៅអោមៈណាបងប្អូនហ្នឹងនៅមុខហ្នឹងអោមៈណាបងប្អូនហ្នឹងហើយខ្ញុំទៅសេយោទៅបងប្អូនហ្នឹងហើយមិនបានដាក់ជាក្បូរក្បាច់ទេអោមៈកម្រើកមហាកម្រើកទាំងព្រះធម្មខន្ធា84000ព្រះធម្មខន្ធនិមន្តមកជួយកម្រើកអេហិមៈបាទអេហិក៏បានដែរបងប្អូនណាបាទមួយទៀតណាបងប្អូនបាទអោមៈកម្រើកមហាកម្រើកទាំងព្រះធម្មខន្ធា
84,000 ព្រះធម្មខណ្ឌនិមន្តមកជួយកម្រើកអេហិមៈបាទអញ្ចឹងបងប្អូនអាចបរិកម្មទៅបាទអញ្ចឹងរបស់របរនោះគឺកម្រើកឯបងប្អូនណាបាទកម្រើកឯបងប្អូនបាទបើអត់កម្រើកអាហ្នឹងបងប្អូនប្រឹងព្យាយាមទៀតបាទជួនកាលមិនកម្រើកក្នុងដៃយើងជួនកាលអ្នកយកទៅកម្រើកបាទមានការមានអីចឹងទៅកម្រើកបាទហើយមានច្រើនណាមានច្រើនបងប្អូនមានមេទៀតហ្នឹងមានអោមបពិតសូមសម្ដេចព្រះគ្រូ 84,000 បឋមខណ្ឌជួយកម្រើកមកជួយកម្រើកអីមានអោមកម្រើកមហាកម្រើកទៀងព្រះធម្មខណ្ឌធានហ្នឹងក៏មានដូចគ្នាដែរ3 4 5មេច្រើនបងប្អូនហ្នឹងហើយបាទខ្ញុំយកមេខ្លីៗណាបាទអញ្ចឹងបើខ្ញុំសូត្រចេះតែចង់សូត្រលឿនបាទមិនចង់តែសូត្រលឿនយឺតទេតាក់ណាបងប្អូនយើងធ្លាប់រៀនលឿនអញ្ចឹងបងប្អូនគុណម្ចាស់អាចយកទៅសិក្សាឲ្យបងប្អូនដែលពេញចិត្តណាបាទអញ្ចឹងមកថាមើលឲ្យមានប្រយោជន៍អញ្ចឹងបងប្អូនអាចបាទចុចតាមដានចុះបងប្អូនហ្នឹងហើយនឹងមានគាថាផងយន់ផងបល័យគាថាវែងក្តីខ្លីក្តីអញ្ចឹងបងប្អូនឥឡូវសូមពុទ្ធគុណមិនតាន់បាននឹងធ្វើចែកជូនបងប្អូនទេចឹងចាំរៀងតនេដៃតិចបងប្អូនហ្នឹងហើយនឹងខ្ញុំនឹងធ្វើចែករំលែកទៅដល់បងប្អូនគុណម្ចាស់ដើម្បីឲ្យបានរៀនសូត្រសិក្សាអំពីមុនវិជ្ជាការបាទមុនវិជ្ជាការណាបងប្អូនហ្នឹងហើយបាទផ្សេងលាក់នឹងលាក់ទៅហើយបងប្អូនក៏សូមភ័យទោសដែរបើសិនតែខ្ញុំកាលណាខ្ញុំមាននិយាយទៅបាទមានលើសលួសអីណាបងប្អូនមិនបានរៀបទេនិយាយប្រើទៅណាបាទនិយាយប្រើទៅហើយបើសិនតែខ្ញុំអានទៅអក្ខរតនាខុសអីចឹងទៅបងប្អូនខមមិនផងជួនកាលទៅសេទៅយើងសូត្រលឿនទៅវាឆ្លោះមួយតួពីរតួទៅក៏ថាបានហើយមនុស្សយើងវាមិនចេះគ្រប់10ទេណាបងប្អូនហ្នឹងហើយបាទចេះឯងក្រែងចេះគេបាទជួនកាលគេចេះលើយើងបាទហើយយើងបានចែកម្លែកយើងចែកម្លែកប៉ុណ្្នឹងហើយបើថាពុទ្ធគុណបងប្អូនច្រើនខ្ញុំមិនទាន់នឹងបានចែកម្លែកបងប្អូនខ្លះហ្នឹងក៏គាត់ថារៀនចាំនៅបងប្អូនខ្លះក៏រៀនមិនចាំទៅបងប្អូនខ្លះហ្នឹងក៏ចាំតែមើលពុទ្ធគុណដែលយើងដាក់មកអញ្ចឹងប៉ុណ្ណឹងចាស់បងប្អូនហ្នឹងហើយបាទហើយមានភ្ញៀវមានពលឺគេមកទៀតហ្នឹងហើយសំខាន់បងប្អូនយកទៅឲ្យបានប្រកែគ្រប់គ្នាគ្រប់ព្រះអង្គអញ្ចឹងអរគុណច្រើនក៏សូមជម្រាបលានិងថ្វាយបង្គំលា